ថូម៉ូតនេះហាពេលទិញតែ$4ទេដល់ពេលលក់វិញបាន$171,100ហើយថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកស្គាល់របស់ទាំង4ទិញថោកលក់ថ្លៃភាគ8របស់ទី1គឺថូមិញហ្នឹងមើលទៅឡើងធម្មតាជាសិល្បៈបែបគូវាសពណ៌ក្រហមលាយបៃតងនៅក្នុងឆ្នាំ2023នារីខាងលើដែលគាត់មានឈ្មោះថា Jessica Vincent គាត់ទៅហាងលក់របស់ដែលមានឈ្មោះថា Goodwill នៅរដ្ឋ Virginia សហរដ្ឋអាមេរិកហាងអស់ហ្នឹងនៅអាមេរិកមានច្រើនសាខាខ្លាំងមែនតើដូចជាលក់របស់បរិច្ចាគហើយរបស់មួយថោកខ្លាំងមែនតើគាត់ទៅផ្សារ Goodwill ហ្នឹងជាមួយនឹងសង្សាររបស់គាត់ទៅដល់ឃើញថូមួយហ្នឹងគាត់ស្រឡាញ់ខ្លាំងមែនតើពេលមើលតម្លៃដំបូង$8.99សង្សារហ្នឹងប្រាប់គាត់ថាមិនបាច់ទិញទេកុំឲ្យខាតលុយអីចឹងគាត់ចេះតែហើយដើរចេញទៅក៏ប៉ុន្តែក្នុងចិត្តអត់ដាច់អាឡ័យទេថ្ងៃស្អែកគាត់មកទៀតចង់ដឹងថាថូហ្នឹងមានគេទិញនៅតែចៃដន្យអីអត់មានអ្នកទិញហើយគាត់និយាយក្នុងចិត្តថាទោះបីអាថូហ្នឹងតម្លៃ$8.99វាថ្លៃសម្រាប់គាត់ក៏គាត់ត្រូវទៅទិញវាយកទៅផ្ទះដែរអាថ្ងៃដែលគាត់ទិញហ្នឹងទិញបានក្នុងតម្លៃ discount $8.99នៅសល់$3.99យើងថា$4ចុះគាត់ប៉និតមើលថូហ្នឹងចុះឡើងក៏ឃើញអក្សរឆ្លាក់នៅខាងក្រោមក៏ផុសសួរគេនៅក្នុង Facebook ចង់ដឹងពីប្រភពថូហ្នឹងណាគេជាអ្នកធ្វើអីចឹងទៅហើយអ្នក comment ត post របស់គាត់និយាយថាថូមួយហ្នឹងអាចនឹងធ្វើដែលលោក Carlos Scapa ដឹងតម្រុយប៉ុណ្ណឹងJessica អ្នកទិញហ្នឹងបានផ្ញើរូបថូហ្នឹងទៅកាន់កន្លែងដេញថ្លៃមានឈ្មោះថា Right Auction House ពេលគេដឹងថារបស់ហ្នឹងជារបស់ស៊ីនហើយក៏បានដាក់ដេញថ្លៃបញ្ចប់ត្រឹមតម្លៃ$171,100អរគុណដល់ភាពរឹងក្បាលរបស់គាត់បើជឿតបងពេលហ្នឹងអំបិលបាត់ហើយចំណែករបស់ទី2នេះក៏ស្តៀងអាមិញហ្នឹងដែរមានប្តីប្រពន្ធមួយគូអត់ដឹងថាឆ្នាំណាទេទៅទិញរបស់មួយទឹកនៅចក្រភពអង់គ្លេសឃើញថូតូចមួយនេះតម្លៃដែលម្ចាស់ហាងលក់គឺ$3ប្រពន្ធណាអត់ចង់ទិញទេមើលងាយថាវាតូចពេកដាក់អីកើតតែប្តីនិយាយថាអូនឯងទិញទៅអាថូហ្នឹងវាមានត្រានៅខាងក្រោមចែបើរបស់វាមិនសំខាន់ណាមិននឹងមានត្រាបែបហ្នឹងកើតព្រោះតែប្តីទៀមទាខ្លាំងពេកអត់ចង់ទិញក៏ត្រូវតែទិញហើយប្រពន្ធហ្នឹងក៏ទិញថូហ្នឹងបានក្នុងតម្លៃ$3ទិញហើយក៏ផ្ញើឲ្យកន្លែងដេញថ្លៃដែលមានឈ្មោះថា Canterbury ក៏រកឃើញថាម្ចាស់ដើមគឺជារបស់វិចិត្រករជនជាតិជប៉ុនវិចិត្រករមានឈ្មោះថា Namigawa ជាវិចិត្រករល្បីខ្លាំងទៀតនៅសម័យ Meiji ប្រកាសទៅគឺនៅសតវត្សទី19ហើយថូមួយហ្នឹងក៏បានដាក់ដេញថ្លៃតម្លៃប៉ាន់ស្មានគឺ$13,000មកដល់របស់ទី3អាហ្នឹងដោយរកឃើញកំណប់ចឹងនៅក្នុងឆ្នាំ2006មានសិស្សស្រីជនជាតិអាល្លឺម៉ង់តែងសាឡុងតេជូក្នុងតម្លៃ$215សិស្សស្រីហ្នឹងតែងតែអង្គុយលេងលើសាឡុងហ្នឹងតែថ្ងៃមួយសង្ស័យតែចង់សម្អាតបានរើពុកសាឡុងហ្នឹងចាញ់ក៏ប្រទះឃើញរូបគំនូរខាងលើនេះអត់ស្គាល់វិចិត្រករទេក៏ប៉ុន្តែដឹងថាគូនៅក្នុងឆ្នាំ1600គំនូរហ្នឹងមានឈ្មោះបកប្រែខ្មែរថាត្រៀមរត់គេចទៅប្រទេសអេស៊ីបហើយសិស្សស្រីហ្នឹងក៏បានដាក់គំនូរហ្នឹងដេញថ្លៃក្នុងឆ្នាំ2007ដាក់ដេញថ្លៃបញ្ចប់ត្រឹមតម្លៃ$27,630ដល់របស់ទី4ល្មមតែដឹងថាវាថ្លៃទុកចោលឡើងយូរក្នុងឆ្នាំ1988មាននារីម្នាក់គាត់ទិញកន្លះអាវហ្នឹងក្នុងតម្លៃ$25ទិញហើយក៏ទុកគ្នាចោលហេងហើយអត់បោះចោល35ឆ្នាំកន្លងផុតទៅគាត់ឃើញម៉ូតកន្លះដែលគេផ្សាយក្នុងទូហាក់ស្តៀងរបស់គាត់ខ្លាំងមែនតើហើយអស់ហ្នឹងគឺជារបស់បុរាណតាំងពីសម័យវិកតូរីហុកហៀងស្តៀងរបស់គាត់ខ្លាំងហើយគាត់ក៏បានយកឲ្យគេប៉និតក៏ដឹងថាអាកន្លះអាវហ្នឹងគឺជារបស់បុរាណគេ collection ជាមួយអាកន្លះអាវអស់នេះចំណាយតម្លៃវិញបើដាក់ដេញថ្លៃអាចបាន$19,000ឥឡូវគាត់មិនទាន់ដាក់ដេញថ្លៃទេសង្ស័យតែគិតថាវាថោកពេកព្រោះអាម៉ូតស្តៀងហ្នឹងដែរគេលក់បានដល់តែ$40,000ចឹងសង្ស័យតែគាត់ចាំឲ្យថ្លៃសិនចាំលក់តាំងក្រោយមកយាយអ្នកទាំងអស់គ្នាធ្លាប់ទិញរបស់ថោកប៉ះថ្លៃចឹងអត់កុំភ្លេច comment នៅខាងក្រោម